នៅកពីពុយយើងឥឡូវអត់ស្ងាត់ដូចមុនទេឥឡូវមានមនុស្សអ៊ូអល្ងាចនេះឡើងអីមិនថាថ្ងៃមិនបន់ទៀននេះក៏ដោយក៏មានបងប្អូនគាត់មកដើរលេងលក្ខណៈគ្រួសារបងប្អូនអញ្ចឹងទៅយើងក៏លេចមើលខាងក្រោមក៏សម្បូរបងប្អូនមកលេងនៅខាងលើក៏សម្បូរណោះម្នាក់បងប្អូនយើងរងចាំជិះទូកជិះស្មាច់ដើម្បីថតរូបភាពស្អាតពីក្នុងអាងកពីពុយយើងទៅស្រស់ស្រាយមែនទែនខាងម៉ាឡេយូកាលពីខ្ញុំនៅក្មេងៗខ្ញុំអាសាជិះឡានឆ្លងកាត់ពីស្រុកកំរៀងទៅបាត់ដំបងប៉ុន្តែគាត់ថាផ្លូវជំនាន់មុនរឿងពិបាកដែរណាឥឡូវគេចាក់បេតុងតាំងពីអាងកពីពុយដល់ជើងភ្នំខាងនោះបាទហើយមានបងប្អូនគាត់មកដើរលេងច្រើនដូចថាផ្លូវក៏កាន់តែងាយស្រួលក្នុងការធ្វើដំណើរហើយដូចថាមានការលក់ដូរជាហូរជាហែនៅតាមដងផ្លូវសម្រាប់អំពូមីងបងប្អូនយើងដូចថាចង់លំហែកាយនៅពេលល្ងាចចង់សប្តាហ៍អីចឹងគាត់អាចមកដើរលេងកម្សាន្តបានអញ្ចឹងបងប្អូនយើងដែលមិនទាន់បានមកលេងខាងអាងកពីពុយអាចមកលេងបានខ្ញុំធានាថានឹងទទួលបានអារម្មណ៍មួយថារីករាយដោយសារអីមកទៅមើលទៅសិតតែទឹកបាទទឹកពេញព្រាបហើយយើងអាចមើលថ្ងៃរៀបលិចហើយងាកទៅឆ្វេងក៏ភ្នំងាកទៅស្ដាំក៏ភ្នំងាកទៅឆ្វេងក៏ស្រីស្អាតងាកទៅស្ដាំក៏ស្រីស្អាតងាកទៅលើក៏ស្រីស្អាតថ្ងៃនេះបន្ទាប់ពីរៀបចំកម្មវិធីមង្គលការរួចប្រពន្ធនាំឲ្យមកមើលស្រីស្អាតនៅអាងកពីពុយដើម្បីថាអ្នកអាងកពីពុយស្អាតណាបាទតែក្នុងការនិយាយហ្នឹងប្រពន្ធគាត់ថានិយាយទៅអត់អីទេនិយាយបានតែកុំឲ្យធ្វើអញ្ចឹងណាបាទអញ្ចឹងធ្វើអីមួយយើងត្រូវតែសុំការអនុញ្ញាតឥឡូវយើងបង្វែរអារម្មណ៍បងប្អូនវិញទៅមើលអ្នកជិះស្មាច់បាទនៅនេះអត់មានទូកធំជិះទេគេជិះស្មាច់ពីត្រើយខាងនោះពីអាងធំរហូតដល់ចុងភ្នំខាងនោះគេជិះស្វែលិចស្វែកាដើម្បីថតរូបស្អាតណាហើយខ្ញុំតិចទៀតតែប្រុងចង់ជិះគេដែរតែចាំមើលសិនតន់ពេលអត់តន់ឃើញមានស្មាច់ធំឃើញតែស្មាច់ទូអញ្ចឹងអត់សូវចង់ជិះទេព្រោះដោយសារចង់ជិះរបៀបថាធំនេះយើងស្រួលខ្ញុំមិនមែនចេះតែនិយាយទេហើយបើសិនជារដូវខែវស្សាវិញទឹកនេះពេញព្រាបហ្មងហើយភ្នំនៅគៀននឹងទាំងអស់ខ្ញុំមិនស្គាល់ឈ្មោះអស់ទេប៉ុន្តែដឹងថាយកខៀវស្ងាត់តែម្ដងប៉ុន្តែគាត់ថារដូវខែប្រាំងចេះស្អាតម្យ៉ាងម្នាក់ទេរដូវខែវស្សាគាត់ថាទឹកនេះពេញព្រាបអស់ហើយឡើងទៅដល់ចិត្តលើហើយរដូវខែប្រាំងចេះយើងអាចចុះមកក្រោមហ្នឹងថតទិដ្ឋភាពស្អាតបានដូចថាយើងធ្វើការច្រើនអីចឹងទៅយើងចង់លំហែកាយឲ្យយើងថាឲ្យធូរស្បើយពីអារម្មណ៍តានតឹងការងារឬអីមួយយើងអាចមកលំហែកាយបានអ្នកខេត្តបាត់ដំបងបងប្អូនយើងអ្នកចិត្តហ្នឹងឬក៏បងប្អូនយើងអ្នកចងាយក៏មកបានដែរប៉ុន្តែដូចខ្ញុំនិយាយចឹងថាមកហើយនឹងទទួលបានភាពរីករាយទៅត្រឡប់ទៅផ្ទះវិញអរគុណបាយបាយចាំជួបនៅវីដេអូបន្តទៀត